ខ្ញុំចង់រស់ទៀតទេខ្ញុំនឹងងាប់គិតថាខ្ញុំមិនហ៊ានមែនហ៎ខ្ញុំនឹងសម្លាប់ខ្លួនឲ្យឯងមើលណានាងដាណែជាពាក់លុយខ្ញុំមកទាពេលណាក៏គម្រាមចង់ស្លាប់ដែរឥឡូវអញ្ចេះទៅចុះបើនាងចង់ស្លាប់មែនក៏ស្លាប់ទៅខ្ញុំលែងលួងលោមស្អីទៀតហើយយូរទៅជាម្ចាស់លុយអ្នកតាមត្រតាមផ្ដល់កម្លាំងចិត្តពេកហីបើក៏ហួយឯងស្លាប់មែនណាលុយជាពាក់ទាំងអំបាលមែនខ្ញុំចូលបន់ទាំងអស់ចាំមើលទៅខ្ញុំថាខ្ញុំស្លាប់គឺស្លាប់ហើយកុំគិតថាខ្ញុំមិនហ៊ាននោះខ្ញុំនឹងលោតពីស្ពាននេះអើយស្លាប់ធ្វើស្អីនាំតែអត់ប្រយោជន៍រកការងារថ្មីធ្វើសងគេបដៅវិញវាល្អជាងឆ្ងល់ដែរកាលនឹងលោតយ៉ាងម៉េចបានជាមិនស្លាប់វៃបាយជាតែតបែបខ្យល់ក្នុងពោះច្រើនពេកហើយបានរំលេចនោះណាមួយផ្លិចចងដុំថ្មកុំអីបានដោយសេចក្តីប្រាថ្នាខ្ញុំមកពិបាកចិត្តណាស់រាល់ថ្ងៃនេះគ្មានអ្នកណាជួយខ្ញុំបាននោះទេបើជួយខ្ញុំបាននោះទោះបីជាត្រូវអស់ឈ្នួលប៉ុន្មានក៏ខ្ញុំជួលដែរហើយកើតអីហ្នឹងមីអូនដូចជាពិបាកចិត្តម៉េះធ្វើមុខអញ្ចឹងទៅពិបាកទាំងចិត្តពិបាកទាំងមុខតែម្ដងហើយគឺថាខ្ញុំមានញៀនទី6ខ្ញុំក៏មានដែរញៀនទី6ហ្នឹងទី1ញៀនកាហ្វេទី2ញៀនជាពាក់លុយគេទី3ញៀនលៀហាលមិនញៀនបែបហ្នឹងទេគឺញៀនទី6ហ្នឹងគឺភ្នែករបស់ខ្ញុំមើលឃើញខ្មោចហើយអាចនិយាយប្រស្រ័យតាក់ទងជាមួយខ្មោចទៀតផងនោះវាមិនដែលទេអញ្ចឹងមិនបានមិនសុំលេខឆ្នោតខ្មោចឆៅតែម្ដងទៅហើយមិនបញ្ជាឲ្យខ្មោចហ្នឹងទៅធ្វើបាបមនុស្សដែលនាងស្អប់ទៅបើវាអញ្ចឹងមែននោះមិនមែនជាបញ្ហាទេអ្វីដែលជាបញ្ហានោះគឺពួកគេមិនបានដឹងថាខ្លួនគេបានស្លាប់ទៅជាខ្មោចអាសោចទៅហើយនោះទេមានខ្មោចខ្លះវាខ្លាចខ្មោចគ្នាឯងទៀតហើយពួកគេនឹងឃើញតែអ្វីដែលពួកគេចង់ឃើញតែប៉ុណ្ណោះហើយមិនដឹងគិតមិនទេអញ្ចឹងតែបើខ្ញុំមើលឃើញខ្មោចវិញខ្ញុំនឹងប្រើខ្មោចឲ្យកិនម្សៅហើយព្រោះចាស់គេថាមានលុយប្រើខ្មោចឲ្យកិនម្សៅបានខ្ញុំចង់ឲ្យចាស់ឃើញថាតួអត់លុយក៏អាចប្រើខ្មោចឲ្យកិនម្សៅបានដែរឲ្យតែមើលឃើញខ្មោចចាឯងនិយាយដូចអត់យកចិត្តទុកដាក់ស្ដាប់អីនឹងសម្ដីខ្ញុំសោះចែដឹងហ៎ខ្ញុំដេកមិនដែលលក់បក់មិនដែលលហើយទេបិទភ្លើងដេកពេលណាខ្មោចបរហាញខ្លួនក្បែរខ្លួនឲ្យរាល់ថ្ងៃរាល់យប់មិនថាយប់មិនថាថ្ងៃទេឃើញរហូតសូម្បីតែពេលនេះក៏មានខ្មោចដ៏រលួយរលេះមួយកំពុងតែឈរក្រោយខ្នងចាឯងដែរអើយអត់ព្រឺទេព្រោះមើលមិនឃើញផងតែតាមយោបល់ខ្ញុំបើអូនឯងមើលឃើញខ្មោចហើយចេះនិយាយតាក់ទងជាមួយខ្មោចបានអញ្ចឹងឈប់ភ័យខ្លាចគួរតែបំលែងភាពភ័យខ្លាចហ្នឹងទៅជារឿងក្លាហានហើយបញ្យល់ប្រាប់ពួកខ្មោចអស់នឹងវិញថាខ្មោចឯងហ្នឹងស្លាប់ហើយទៅចាប់ជាតិអស់តាជួនកាលមកពីគ្នាមិនដឹងថាគ្នាជាខ្មោចបានជាគ្នាហ្នឹងមិនទៅចាប់ជាតិឬមួយក៏មកពីគ្នាហ្នឹងគ្មានអ្នកធ្វើបន់ដល់បានជានៅវល់អូនឯងត្រូវតែបញ្យល់ខ្មោចដូចបញ្យល់ក្មេងរៀនអក្សរដែរបានពួកវានឹងយល់តែណែកុំតន់ខ្វល់រឿងពពួកខ្មោចដែលមិនដឹងខ្លួនមកដឹងរឿងល្អបំផុតមួយវិញខ្ញុំក៏ប្រើមិត្តហ្វូនអូនឯងក៏ប្រើមិត្តហ្វូនហើយឮថាចូលចិត្តមើលរឿងមើលទូរទស្សន៍ទៀតមានដឹងទេថាថ្មីទៀតហើយជាមួយនឹង TV 360ពីមិត្តហ្វូនទស្សនាប៉ុស្តិ៍ទូរទស្សន៍ផ្សាយបន្តផ្ទាល់ជាច្រើនប៉ុស្តិ៍ដែលមានការបន្ថែមរហូតដល់ទៅជាង100ប៉ុស្តិ៍រួមមានប៉ុស្តិ៍ភាពយន្ត Hollywood ប៉ុស្តិ៍កីឡាប៉ុស្តិ៍ព័ត៌មាននិងប៉ុស្តិ៍គំនូរជីវចលផងដែរហើយបើរឿងភាគខ្មែររឿងភាគកូរ៉េនិងរឿងភាគចិនមានច្រើនណាស់មើលមិនអស់ទេតោះនៅចាំអីទៀតជាប់កញ្ចប់ព្រីមៀមប្រចាំថ្ងៃឥឡូវនេះដោយចំណាយត្រឹមតែ15សេនក្នុងមួយថ្ងៃតែប៉ុណ្ណោះដើម្បីភ្ជាប់សូមចុចផ្កាយ1555ផ្កាយ6ត្រង់ជ្រូកលោកអ្នកនឹងអាចរីករាយទស្សនាមាតិកាដ៏សម្បូរបែបជាច្រើននៅលើ App TV 360ពីមិត្តហ្វូនពិសេសគឺឥតគិតថ្លៃរយៈពេល7ថ្ងៃសម្រាប់ការចុះឈ្មោះលើកដំបូងសេចក្ដាខ្ញុំមកនេះចង់មកសងលុយឯងខ្ញុំមិនដឹងថាឯងខឹងនឹងខ្ញុំរឿងលុយខ្ញុំមានដែរតែខ្ញុំមិនព្រមសងទៅបានជាឯងនឹងធ្វើពើដាក់ខ្ញុំមកមើលមាត់មិនស្ដីអញ្ចឹងណែអញ្ចឹងនេះយកលុយនេះមកសងឯងហើយឯងឈប់ខឹងតែណាខ្ញុំជពាក់រាប់ឆ្នាំហើយអត់ខឹងទៅមកខឹងស្អីថ្មីហ្នឹងណូហើយមាត់ក៏ហីទៅខ្ញុំទៅវិញហើយអូយចាហួយខ្ញុំបានធ្វើតាមយោបល់ចាហួយឯងគឺខ្ញុំតែងពន្យល់ប្រាប់ខ្មោចណាដែលជួបថាពួកគេស្លាប់ហើយព្រលឹងពួកគេក៏បានស្ងប់ចិត្តអស់ហើយខ្ញុំក៏ដូចជាបានធ្វើបុណ្យឲ្យពួកគេដឹងខ្លួនហើយទៅចាប់ជាតិដែរពីពេលនេះទៅខ្ញុំលែងខ្លាចខ្មោចទៀតហើយព្រោះមុខខ្ញុំនេះក៏វាមិនចាញ់ខ្មោចប្រមាណដែរមិនបាច់អរគុណអីទេបានបុណ្យទៅទាំងអស់គ្នាខ្ញុំសុំទៅផ្ទះសិនណាព្រោះចិត្តយប់ហើយខ្លាចខ្មោចឡងនាងដាហើយនាងមកផ្ទះខ្ញុំធ្វើស្អីហ្នឹងក្រែងខ្ញុំសងលុយគ្រប់ហើយតើពីព្រឹកមិញក៏ហួយអើយតាំងពីឯងលោតទឹកសម្រាប់ខ្លួនស្លាប់ចោលខ្ញុំមកខ្ញុំបន្តខ្លួនឯងរាល់ថ្ងៃមកពីខ្ញុំទា
លុយឯងខ្លាំងពេកបានជាឯងទឹកខ្លីបែបនេះបើអាចបង្វិលពេលវេលាថយក្រោយបានខ្ញុំនឹងមិនឲ្យឯងខ្ចីលុយទេអ្នកណាទៅដឹងទៅថាឯងខ្ចីមិនសងសុខចិត្តស្លាប់នោះតែខ្ញុំមកនេះគឺចង់មកប្រាប់ឯងរឿងមួយគឺថាណែមិនដឹងថាព្រលឹងឯងនៅទីនេះឬក៏អត់ទេតែខ្ញុំសូមអហោសិកម្មលុយចម្ពាក់ទាំងប៉ុន្មានឲ្យឯងទៅចោះឯងទៅចាប់ជាតិថ្មីទៅកុំនៅវិលវល់នាំពលកម្មខ្ញុំឮស្រីហមដែលល្បីថាមានញៀនពិសេសមើលឃើញខ្មោចនោះណាបានប្រាប់មកថានាងហួយឯងនៅមិនទាន់ដឹងថាខ្លួនឯងស្លាប់ទេព្រោះនៅមានកម្មដូច្នេះសូមនាងទៅចាប់ជាតិចោះកុំគិតពីកម្មដែលនាងចម្ពាក់ខ្ញុំអីគ្មានអ្វីសំខាន់ជាងការដឹងខ្លួនកុំខំគុំគួននាំតែវិលវល់